ការបង្កើតគណនីបុគ្គលិកដើម្បីបង្កើតគណនីរបស់បុគ្គលិកនឹងបានជាដំបូងយើងចូលមកកាន់ MyLekha Dashboard ជ្រើសរើសយកពាក្យ Employee ចូលមកកាន់ Employee List ជ្រើសរើសយកពាក្យ Add New បំពេញឈ្មោះហើយខាងក្រោមនេះក៏ឈ្មោះដដែលប៉ុន្តែយើងថែមត្រកូលកន្លែងនេះមក Email លេខទូរស័ព្ទបង្កើត password ថ្មីរួចយើងធ្វើការកំណត់ pin code សម្រាប់ login ចូល POS កន្លែង rule នេះគឺសំខាន់ព្រោះនៅពេលដែលយើងបង្កើត user នេះហើយគឺយើងត្រូវកំណត់ថា user មួយនេះគឺជា user របស់បុគ្គលិកអញ្ចឹងយើង select កន្លែងបុគ្គលិក staff ហ្នឹងមកងាយស្រួលនៅពេលដែលយើងកំណត់ rule នេះហើយគឺយើងអាចកំណត់ permission ទៅលើ account បុគ្គលិកនេះបានបន្ទាប់មកគឺយើងធ្វើការ create នេះគឺយើងទទួលបាន account បុគ្គលិកយើងមួយហើយបន្តមកទៀតគឺយើងចូលមកកាន់ access right ចូលមកកាន់ពាក្យ staff ខាងក្រោមនេះយើងឃើញមានពាក្យថា invisible នឹងបានន័យថា account ដែលយើងបានបង្កើតហើយកំណត់ permission ជា staff គឺយើងអាចបិទមុខងារណាមួយមិនឲ្យបុគ្គលិកដែលកំពុងប្រើប្រាស់ account នឹងឃើញចុចលើវាមកគឺវាមាន sale cost ថ្លៃដើម item cost តម្លៃដើមទំនិញនីមួយៗក៏ដូចជាមុខងារផ្សេងទៀតអញ្ចឹងបើយើងមិនចង់ឲ្យឃើញមុខងារណាមួយផ្សេងទៀតគឺយើងយកសញ្ញាគ្រីសមកតែអញ្ចឹងខ្ញុំសូមគ្រីសកន្លែង item cost នេះមួយចុះកុំឲ្យបុគ្គលិករបស់ខ្ញុំឃើញថ្លៃដើមអីវ៉ាន់របស់ខ្ញុំចូលមកខាងស្ដាំដៃនេះគឺ permission បងប្អូនបើក allow all ទាំងអស់នេះមកបើសិនជាបងប្អូនចង់ឲ្យគណនីឬក៏ user បុគ្គលិករបស់បងប្អូនអាចប្រើប្រាស់បានគ្រប់មុខងារនៅក្នុង system តែបើសិនជាបងប្អូនចង់បិទមុខងារណាមួយយើងគ្រាន់តែចូលទៅកាន់មុខងារហ្នឹងមកឧទាហរណ៍ខ្ញុំចង់បិទឲ្យបុគ្គលិករបស់ខ្ញុំគឺមិនអាចបង្កើត purchase បានទេអញ្ចឹងគឺបងចូលទៅកាន់កន្លែងពាក្យ purchase ហើយបង untick កន្លែងហ្នឹងមកឬ update បន្ទាប់ពីនោះបុគ្គលិករបស់បងគឺមិនអាចបង្កើត purchase បានឡើយគឺខ្ញុំបានបិទមុខងារទី1គឺ invisible ការបង្ហាញ item cost បានន័យថាថ្លៃដើមនៃទំនិញនិងបិទមុខងារទី2គឺ permission ទៅលើការបង្កើត purchase អញ្ចឹងយើងចូលទៅមើលទាំងពីរមុខងារទាំងអស់គ្នាតើវាបង្ហាញឬអត់ពេលដែលយើងបិទហើយខ្ញុំសូមបន្ថែមកន្លែងនេះបន្តិចទៅលើការកំណត់ rule ព្រោះជាធម្មតាយើងកំណត់ rule សម្រាប់បុគ្គលិកតែបើបងប្អូនមានដៃគូសហការដែលត្រូវប្រើប្រាស់ user បងប្អូនក៏អាចបង្កើតថ្មីបានដូចគ្នាគឺយើងសាកបង្កើតជា partner ហើយយើងកំណត់ rule ធម្មតាមកប៉ុន្តែដោយសារតែ rule មួយនេះគឺខ្ញុំអត់ត្រូវការទេខ្ញុំសូមលុបវិញគឺ remove ចេញមកឥឡូវយើងចូលទៅ look out owner account ហើយយើងចូលទៅ look in account បុគ្គលិកដែលយើងបានបង្កើតអំបញ្ញមិញឥឡូវគឺយើងចូលទៅមើលទំនិញណាមួយមកព្រោះយើងបានបិទមិនឲ្យឃើញថ្លៃដើមចង់ដឹងថាវាបង្ហាញមិនដែរនេះគឺវាបង្ហាញតែតម្លៃទេហើយថ្លៃដើមគឺវាបានបិទបាត់ហើយមួយទៀតនោះគឺ purchase យើងបានបិទ permission ទៅលើ purchase ហើយចង់ដឹងថា account នេះអាចចូលទៅបង្កើតបានឬអត់តោះយើងចូលទៅទាំងអស់គ្នានេះបងប្អូនគឺវាបិទមុខងារមិនឲ្យមានសញ្ញាបូកបន្ថែមនៅលើនេះដើម្បីបង្កើត purchase ឡើយជាចុងក្រោយគឺការចូលទៅ check មើលរបាយការណ៍របស់បុគ្គលិកយើងចង់ដឹងថាបុគ្គលិកមួយណាគាត់លក់បានប៉ុន្មានក្នុងថ្ងៃហ្នឹងក្នុងខែហ្នឹងឬក៏ក្នុងអាទិត្យហ្នឹងអីចឹងដោយសារតែ account នេះគឺយើងទើបតែបង្កើតអំបញ្ញមិញអត់ទាន់មានរបាយការណ៍ទេអញ្ចឹងខ្ញុំសូមចូលទៅលក់ bill ប្រហែល bill ដើម្បីបង្ហាញបងប្អូនសិនអូខេរួចហើយពិនិត្យមើលរបាយការណ៍ការលក់របស់បុគ្គលិកនេះអំបញ្ញមិញគឺយើងចូលមកកាន់ពាក្យថា report សិនមកបន្តមកទៀតគឺយើងជ្រើសរើសយកពាក្យ sell by employee បងប្អូនអាចចុចកន្លែង protector នេះបើសិនជាបងប្អូនចង់ដឹងរបាយការណ៍ពីថ្ងៃណាដល់ថ្ងៃណាអំពីបុគ្គលិកម្នាក់ហ្នឹងឬក៏ចុចកន្លែង track 3នេះសម្រាប់ filter store ក្នុងករណីដែលបងប្អូនមាន store ច្រើនអីចឹងទៅប៉ុន្តែដោយសារតែ transaction មួយហ្នឹងគឺពួកខ្ញុំទុំតែបង្កើតថ្ងៃហ្នឹងទេហើយក៏វាអត់មានច្រើនចាំបាច់ទៅ filter រកថ្ងៃខែដែរអញ្ចឹងគឺវានៅក្នុងថ្ងៃហ្នឹងក្នុងករណីនេះគឺយើងអាចចូលទៅមើលរបាយការណ៍ direct តែម្ដងបានគឺវានឹងចេញទម្រង់របាយការណ៍ជាលក្ខណៈបែបនេះសម្រាប់វីដេអូក្នុងការបង្កើត user របស់បុគ្គលិកគឺមានតែប៉ុណ្្នឹងទេសម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចតាក់ទងមកពួកយើងបានតាម Telegram ខាងក្រោមនេះ